បាទសូមស្វាគមន៍ក៏ដូចជាជម្រាបសួរដល់បងប្អូនប្រិយមិត្តទាំងអស់គ្នាដែលតែងតែចូលមកតាមដាននៃការចែកជូននៅតម្រុយលេខឆ្នោតវៀតណាមដែលល្អច្បាស់99%ពីខាងយើងខ្ញុំជារៀងរាល់ថ្ងៃបាទហើយសម្រាប់នៅថ្ងៃនេះផងដែរគឺយើងបានវិលត្រឡប់មកជួបគ្នាសាជាថ្មីសម្រាប់នៅថ្ងៃទី28ខែ12ឆ្នាំ2020បាទអញ្ចឹងគឺសម្រាប់នៅថ្ងៃនេះផងដែរគឺយើងបានវិលត្រឡប់មកជួបគ្នាសាជាថ្មីហើយបងប្អូនណាបាទសម្រាប់នៅការចែកជូននៅតម្រុយលេខឆ្នោតដែលល្អសម្រាប់នៅពេលល្ងាចហើយនិងពេលយប់បងប្អូនណាសម្រាប់យកទៅលេងផ្សងសំណាងបានហើយពីពេលនេះផងដែរក៏ម៉ោងដែលគេចេញលទ្ធផលផងដែរបងប្អូនបាទអញ្ចឹងគឺសម្រាប់ដែរពេលល្ងាចគឺគេចេញនៅម៉ោង4:30នាទីល្ងាចហើយនៅពេលយប់គឺគេចេញនៅម៉ោង6:30នាទីយប់បាទអញ្ចឹងគឺសម្រាប់នៅលទ្ធផលពីពេលហ្នឹងគឺមានតែប៉ុណ្្នឹងទេសម្រាប់ដែលតម្រុយទាំង3ហ្នឹងដែលគេចេញលទ្ធផលបាទអញ្ចឹងគឺសម្រាប់នៅតម្រុយទាំង3នឹងផងដែរគឺខ្ញុំនឹងចែកជូនដល់បងប្អូនទាំងអស់គ្នានៅពេលបន្តិចទៀតនេះហើយសម្រាប់ในការចែកជូនគឺខ្ញុំចែកជូននៅលេខដែលល្អដែលខ្ញុំបានគុណគូយ៉ាងច្បាស់លាស់តែម្ដងបាទគឺអាចទុកចិត្តបានសម្រាប់ក្នុងការយកទៅលេងបងប្អូនណាបាទអញ្ចឹងគឺសម្រាប់នៅថ្ងៃនេះគឺខ្ញុំបានជ្រើសរើសនៅសមាជិកបន្ថែមទៀតបាទគឺមិនបន្ថែមទេគឺសមាជិកចូលជាគ្រប់ថ្មីបងប្អូនណាបាទអញ្ចឹងគឺដោយដែលខ្ញុំបានប្រាប់ការពីម្សិលមិញហើយគឺថាថ្ងៃនេះគឺខ្ញុំនឹងបង្កើតគ្រប់ថ្មីបាទគឺនឹងរើសបងប្អូនទាំងអស់គ្នាចូលជាសមាជិកចុះថ្មីវិញម្ដងបាទអញ្ចឹងគឺសម្រាប់ការចូលជាសមាជិកគ្រប់ថ្មីគឺលក្ខខណ្ឌដដែលទេបងប្អូនណាបើបងប្អូនចង់ចូលគឺអាច comment នៅខាងក្រោមវីដេអូ YouTube របស់ខ្ញុំបានហើយសម្រាប់ការចូលជាសមាជិកគឺមានតែលក្ខខណ្ឌ3នឹងដដែលទេបាទគឺគ្រាន់តែពុកម៉ែបងប្អូនទាំងអស់គ្នា share វីដេអូរបស់ខ្ញុំបានគឺ share ចូល Facebook ហើយនិង chat បងប្អូនណាបាទហើយសម្រាប់ការ share គឺត្រូវតែ share ចូល Facebook និង chat ហើយ share តគ្នាបាទអញ្ចឹងគឺលក្ខខណ្ឌទី1គឺមានតែប៉ុណ្្នឹងបាទបន្តមកលក្ខខណ្ឌទី2គឺគ្រាន់តែពុកម៉ែបងប្អូនទាំងអស់គ្នាជួយចុច Subscribe រួចដាក់សញ្ញាកណ្ដឹងម្នាក់មួយផងសម្រាប់ដែលបងប្អូនអ្នកដែលមកថ្មីអ្នកដែលមិនទាន់បានជួយចុច Subscribe បាទអញ្ចឹងគឺសម្រាប់ដែលលក្ខខណ្ឌទី2គឺមានតែប៉ុណ្្នឹងដូចគ្នាបាទហើយបន្តមកលក្ខខណ្ឌទី3គឺជាលក្ខខណ្ឌចុងក្រោយគេបងបាទគឺគ្រាន់តែពុកម៉ែបងប្អូនទាំងអស់គ្នាជួយចុច like នៅលើវីដេអូរបស់ខ្ញុំបាទម្នាក់មួយផងទៅដើម្បីលើកទឹកចិត្តគាំទ្រឲ្យខ្ញុំបានធ្វើវីដេអូតម្រុយលេខឆ្នោតវៀតណាមសម្រាប់ចែកជូនដល់បងប្អូនទាំងអស់គ្នាជារៀងរាល់ថ្ងៃបាទអញ្ចឹងគឺសម្រាប់នៅថ្ងៃនេះគឺខ្ញុំសូមប្រាប់បងប្អូនទាំងអស់គ្នាបន្តិចបាទគឺសម្រាប់ថ្ងៃនេះគឺខ្ញុំបានផ្ទៀងផ្ទាត់នៅលទ្ធផលសម្រាប់បងប្អូនជាសមាជិកចាស់ទៀតហើយបងប្អូនណាបាទគឺខ្ញុំបានផ្ទៀងផ្ទាត់ទេព្រោះថាការពីម្សិលមិញនោះគឺក្រុមការងាររបស់ខ្ញុំនឹងគឺរវល់ពេកសម្រាប់ការកត់រវល់តែទាញបងប្អូនទាំងអស់គ្នាចូលជាសមាជិកគ្រប់ឆាតហ្នឹងអញ្ចឹងហើយសម្រាប់លេខដែលខ្ញុំបានគុណគូឲ្យខ្ញុំឲ្យគាត់យកទៅបោះបន្តទៀតហ្នឹងគឺគាត់អត់បានបោះបន្តទៀតទេបាទគឺគាត់រវល់ពេកគាត់ប្រាប់ខ្ញុំដែរបងប្អូនណាបាទអញ្ចឹងហើយគឺគាត់ថាអត់បានបោះឲ្យទេអញ្ចឹងគឺសម្រាប់ថ្ងៃនេះគឺអត់មានលទ្ធផលសម្រាប់ត្រូវទីងទាត់ទៀតទេបងប្អូនណាបាទអញ្ចឹងគឺមានតែទៅចែកជូននៅតម្រុយតែម្ដងបាទអញ្ចឹងគឺសម្រាប់នៅថ្ងៃទី28ខែ12ឆ្នាំ2020ដែលត្រូវជាមួយនឹងថ្ងៃច័ន្ទហ្នឹងគឺយើងចែកជូននៅតម្រុយនៅទី1មុនគេបាទគឺជាលេខធំ3អធិស្ឋានគឺជាលេខ2ខ្ទង់ប៉ុស ABCD បាទអញ្ចឹងសម្រាប់នៅខ្ទង់ទី1ដែលខ្ញុំចែកជូននៅតម្រុយទី1នៅថ្ងៃនេះគឺខ្ញុំឲ្យបងប្អូនទាំងអស់គ្នាគឺមានលេខ23ដែលជាខ្ទង់ទី1ហើយបន្តមកខ្ទង់ទី2គឺខ្ញុំឲ្យបងប្អូនមានលេខ16បាទនៅខ្ទង់ទី3បន្តទៀតនោះគឺខ្ញុំឲ្យបងប្អូនទាំងអស់គ្នាគឺមានលេខ49និងខ្ទង់ទី4គឺខ្ញុំឲ្យបងប្អូនគឺមានលេខ72បាទអញ្ចឹងគឺសម្រាប់ในការចែកជូននៅតម្រុយទី1គឺជាលេខ2ខ្ទង់ប៉ុស ABCD សម្រាប់នៅខ្ទង់នៅតម្រុយទី1នេះផងដែរគឺខ្ញុំឲ្យបងប្អូនទាំងអស់គ្នាគឺបាន4គ្រាប់សម្រាប់យកទៅលេងផ្សងសំណាងនៅថ្ងៃទី28បាទអញ្ចឹងគឺសម្រាប់នៅថ្ងៃនេះគឺសម្រាប់នៅតម្រុយទី1គឺមាន4គ្រាប់ហើយអញ្ចឹងបន្តមកតម្រុយទី2គឺជាលេខពិសេសខ្ទង់អុសលេខពិសេសខ្ទង់អុសនេះគឺសម្រាប់ថ្ងៃនេះគឺខ្ញុំឲ្យបងប្អូនទាំងអស់គ្នាគឺបាន3គ្រាប់ទៀតហើយសម្រាប់យកទៅលេងផ្សងសំណាងនៅខ្ទង់អុសបាទអញ្ចឹងគឺសម្រាប់នៅខ្ទង់ទី1នៅខ្ទង់អុសនៅថ្ងៃនេះគឺខ្ញុំឲ្យបងប្អូនទាំងអស់គ្នានៅលេខខ្ទង់10អុសបាទហើយបន្តមកខ្ទង់ទី2គឺខ្ញុំឲ្យបងប្អូននៅខ្ទង់50អុស
បាទហើយខ្ទង់ទី3បន្ទាប់ទៀតនោះគឺខ្ញុំឲ្យបងប្អូនទាំងអស់គ្នាក៏មានលេខ70អង្សបាទអញ្ចឹងគឺសម្រាប់នៅថ្ងៃនេះគឺខ្ញុំឲ្យបងប្អូនទាំងអស់គ្នានៅតម្រុយទី2គឺខ្ញុំឲ្យបងប្អូនគឺបាន3គ្រាប់សម្រាប់យកទៅលេងផ្សងសំណាងនៅថ្ងៃច័ន្ទបាទអញ្ចឹងគឺសម្រាប់តម្រុយទី2គឺខ្ញុំឲ្យបាន3គ្រាប់ហ្នឹងអញ្ចឹងគឺបន្តមកតម្រុយទី3ជាតម្រុយចុងក្រោយគេគឺជាលេខធំ3ខ្ទង់ប៉ុស A B C D សម្រាប់នៅខ្ទង់ទី1គឺខ្ញុំឲ្យបងប្អូនទាំងអស់គ្នាគឺមានលេខ215ដែលជាខ្ទង់ទី1ហើយបន្តមកខ្ទង់ទី2គឺខ្ញុំឲ្យបងប្អូនទាំងអស់គ្នាគឺមានលេខ846ដែលជាខ្ទង់ទី2នៅតម្រុយទី3បាទអញ្ចឹងគឺសម្រាប់នៅតម្រុយទី3គឺខ្ញុំឲ្យបងប្អូនគឺបាន2គ្រាប់នេះសម្រាប់យកទៅលេងផ្សងសំណាងបានបាទគឺអាចយកចិត្តបានសម្រាប់នៅតម្រុយទាំង3ដែលខ្ញុំបានចែកជូននៅថ្ងៃហ្នឹងបាទអញ្ចឹងគឺសម្រាប់នៅការចែកជូននៅតម្រុយលេខឆ្នោត3តម្រុយនេះគឺខ្ញុំបានចែកជូនដល់បងប្អូនទាំងអស់គ្នាត្រឹមតែប៉ុណ្ណឹងបាទហើយខ្ញុំក៏ឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាជួយចុច Subscribe រួចដាក់សញ្ញាកណ្ដឹងម្នាក់មួយផងដើម្បីទទួលបាននៅតម្រុយលេខឆ្នោតវៀតណាមដែលល្អច្បាស់ជារៀងរាល់ថ្ងៃបងប្អូនណាបាទអញ្ចឹងជួយចុច Subscribe ម្នាក់មួយផងទៅនៅលើ Channel របស់ខ្ញុំបាទហ្នឹងបាទអញ្ចឹងគឺសម្រាប់នៅថ្ងៃទី28ដែលត្រូវជាមួយនឹងថ្ងៃច័ន្ទហ្នឹងក៏ខ្ញុំបានឈានចូលមកដល់ទីបញ្ចប់ត្រឹមប៉ុណ្្នឹងផងដែរសម្រាប់ในការចែកជូននៅតម្រុយលេខឆ្នោតវៀតណាមបាទហើយសម្រាប់នៅថ្ងៃនេះគឺខ្ញុំសូមជូនពរពុកម៉ែបងប្អូនទាំងអស់គ្នារកស៊ីទទួលទានមានបានសំណាងល្អសុខភាពល្អគ្រប់គ្នាហើយជាពិសេសទីនោះគឺសូមឲ្យបងប្អូនទាំងអស់គ្នាយកតម្រុយដែលខ្ញុំបានចែកជូននេះគឺយកទៅផ្សងសំណាងឲ្យត្រូវបានគ្រប់គ្នាតែម្ដងបាទចុងក្រោយគឺខ្ញុំសូមគោរពនឹងជម្រាបលាដល់បងប្អូនទាំងអស់គ្នាត្រឹមតែប៉ុណ្ណឹងហើយនឹងជួបគ្នានៅតម្រុយលេខឆ្នោតវៀតណាមដែលល្អនៅថ្ងៃស្អែកបន្តទៀត